នៅពេលចុះហត្ថលេខាទៅលើបទបញ្ជាដំឡើងពន្ធបន្ថែម 25% ទៅលើរថយន្តនាំចូលអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃពុធទី 26 មីនាបាននិយាយលើកលែងរថយន្តនាំចូលពីចិនដោយថាលោកអាចបន្ថយមិនយកពន្ធច្រើនដល់ 25% បើសិនជាប៉េកាំងប្រាប់ក្រុមហ៊ុនចិនឲ្យលក់កម្មវិធី TikTok ទៅឲ្យអាមេរិកធ្លាប់ព្យាយាមហាមឃាត់មិនឲ្យ TikTok ដំណើរការនៅអាមេរិកនៅក្នុងអាណត្តិទី 1 កាលពីឆ្នាំ 2020 លោកដូណាល់ត្រាំនៅអាណត្តិថ្មីបានផ្កើននឹងការសម្រេចហាមឃាត់របស់សភាអាមេរិកដែលទុកពេលឲ្យក្រុមហ៊ុន ByteDance 75 ថ្ងៃដើម្បីពិចារណាលក់ TikTok ទៅឲ្យភាគីអាមេរិកប្រធានាធិបតីអាមេរិកដាក់សម្ពាធចង់បាន TikTok ក៏ព្រោះតែកម្មវិធីរបស់ក្រុមហ៊ុនចិនមួយនេះមានអ្នកប្រើប្រាស់ប្រមាណ170លាននាក់នៅទឹកដីអាមេរិកហើយពួកគេភាគច្រើនគឺជាយុវជននៅថ្ងៃទី 5 មេសាខាងមុខគឺជាថ្ងៃផុតកំណត់ដែលក្រុមហ៊ុនចិនត្រូវផ្ដល់ចម្លើយថាព្រមឬក៏មិនព្រមលក់ TikTok ទៅឲ្យអាមេរិកក៏ប៉ុន្តែនៅថ្ងៃប្រហ័សនេះប៉េកាំងតាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសបានទាត់ចោលសំណើរបស់ប្រធានាធិបតីអាមេរិកដោយថាជំហររបស់ចិនគឺនៅតែដដែលហើយច្បាស់លាស់គ្មានផ្លាស់ប្ដូរតាក់ទងទៅនឹង TikTok ម្យ៉ាងចិននៅតែប្រឆាំងដាច់ខាតទៅនឹងការដំឡើងពន្ធបន្ថែមរបស់អាមេរិកជាមួយនឹងការដំឡើងពន្ធថ្មីចំនួន 25% ដែលត្រូវចូលជាធរមាននៅថ្ងៃទី 2 មេសាខាងមុខក្រុមហ៊ុនចិនត្រូវបង់ពន្ធប្រមាណ 125% ទៅលើរថយន្តអគ្គិសនីនាំចូលទៅសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានអះអាងថាការដំឡើងពន្ធថ្មីទៅលើរថយន្តនាំចូលទៅអាមេរិកនេះនឹងធ្វើឲ្យរដ្ឋាភិបាលរកបានប្រាក់ចំណូលពន្ធប្រមាណ $100,000 លាននៅក្នុងមួយឆ្នាំមួយវិញទៀតវាក៏ជាចេតនារបស់លោកដូណាល់ត្រាំដែលចង់ដាក់សម្ពាធទៅលើក្រុមហ៊ុនបរទេសឲ្យទៅបង្កើតរោងចក្រផលិតរថយន្តនៅទឹកដីអាមេរិកបើសិនជាមិនចង់ជាប់ពន្ធអាមេរិកចំពោះអ្នកជំនាញការដំឡើងពន្ធថ្មីទៅលើរថយន្តនាំចូលទៅអាមេរិកនេះនឹងធ្វើឲ្យប៉ះពាល់ដល់គ្រប់គ្នាសូម្បីតែក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុកអាមេរិកពីព្រោះថាគ្រឿងបន្លាស់រថយន្តអាមេរិកភាគច្រើនផលិតនៅទឹកដីបរទេសដូចជានៅប្រទេសកាណាដា មិចស៊ិក ជប៉ុនឬក៏អាល្លឺម៉ង់ជាដើមការដំឡើងពន្ធថ្មីនេះនឹងធ្វើឲ្យតម្លៃរថយន្តនៅអាមេរិកហក់កើនឡើងខ្ពស់ជាលទ្ធផលការលក់រថយន្តនៅអាមេរិកនឹងធ្លាក់ថយចុះនាពេលខាងមុខមហាសេដ្ឋី Elon Musk នោះវិញដែលជាសម្ព័ន្ធមិត្តរបស់លោកដូណាល់ត្រាំក៏ទទួលស្គាល់ដែរថាការដំឡើងពន្ធថ្មីរបស់លោកដូណាល់ត្រាំនឹងធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃផលិតរថយន្តអគ្គិសនីរបស់លោកពីព្រោះថាគ្រឿងបន្លាស់មួយចំនួនសុទ្ធតែនាំចូលមកពីបរទេសប្រតិកម្មទៅនឹងការដំឡើងពន្ធទៅលើរថយន្តនេះដែរជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកហើយជាប្រទេសដែលពឹងផ្អែកច្រើនទៅលើការនាំចូលរថយន្តទៅសហរដ្ឋអាមេរិកបានចោទសួរពីការប្រឹងប្រែងរបស់ជប៉ុនកន្លងមកនៅក្នុងការបោះទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅទឹកដីអាមេរិកថ្លែងនៅរដ្ឋសភានៅថ្ងៃប្រហ័សនេះនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បាននិយាយថាដោយមើលទៅលើការបោះទុនវិនិយោគច្រើនរបស់ជប៉ុននៅទឹកដីអាមេរិកតើជប៉ុននេះគួរទទួលយកបានការយកចិត្តទុកដាក់ពិសេសពីរដ្ឋបាលអាមេរិកឬក៏ដូចជាប្រទេសដទៃទៀតនាយករដ្ឋមន្ត្រីកាណាដាវិញបានបរិហារនយោបាយរបស់លោកត្រាំដែលមានគោលដៅវាយប្រហារឧស្សាហកម្មផលិតរថយន្តកាណាដាបើសិនជាលោកដូណាល់ត្រាំមិនផ្អាកជាបណ្ដោះអាសន្នកាលពីដើមខែមីនាកាណាដាគឺត្រូវបង់ពន្ធ 50% ទៅលើរថយន្តនាំចូលទៅអាមេរិកនៅថ្ងៃពុធប្រធានាធិបតីអាមេរិកនៅបានព្រមានរួចជាស្រេចថាអាមេរិកនឹងដំឡើងពន្ធឲ្យខ្ពស់ចំពោះទំនិញអឺរ៉ុបហើយនិងកាណាដាបើសិនជាអឺរ៉ុបហើយនិងកាណាដារួមដៃគ្នាបំផ្លាញសេដ្ឋកិច្ចអាមេរិកតាមរយៈការពង្រឹងសម្ព័ន្ធភាពនឹងគ្នានៅចំពោះមុខអាមេរិក